នេះរៀបចំកាត់ពូជផ្ញើទៅភ្ញៀវពីម្សិលមិញបានលេងភ្ញៀវពិសេសវិរៈកងទ័ពនៅខាងស្រុកកំរៀងគាត់បានទិញពូជស្អំទៅតាមលោកកំពុងរៀបចំជូនគាត់នេះខណៈគាត់វិរៈកងទ័ពណាគាត់ទៅទិញរបស់ខ្មែរណាទៅរំខ្មែរមួយចំនួនយកមកយករបស់សៀមយកមកលក់ហើយមកប៉ាត់ពណ៌លាបពណ៌ថាជារបស់ខ្មែរទៀតតែមើលងាយអ្នកទិញហូដូចអ្នកទិញហ្នឹងអត់ដឹងថាណារបស់សៀមណារបស់ខ្មែរអញ្ចឹងឃើញពីម្សិលពី3ថ្ងៃមុនអ្នកខាងតាមើនថ្មគោលយើងនេះគេផ្ញើ location ឲ្យទៅមើលដែលញោមប្រភេទកូនឈើប្រភេទដំណាំសៀមអញ្ចឹងណាដែលគេនាំចូលហើយគេមកប្រាប់ថារបស់ខ្មែរស្អំខ្មែរស្អំទឿខ្មែរអញ្ចឹងណាអានេះខ្មែរមិនថាទេប៉ុន្តែធ្វើនៅខ្លួនឯងយើងនៅកាត់មិញឯងមិនតាន់រួចបាននាំចេញនាំចូលពីណាពីណីមកទេហើយស្ថានភាពធ្វើវិជ្ជាការទៅគឺចឹងអត់មានកាត់តន្ត្រឹមអត់មានអីទុកតឹងចងេងចងាងចឹងគុណសម្បត្តិដែលយើងបានមកយើងដាំឧទាហរណ៍យើងដាំចេះមកអញ្ចឹងវាបែកមែកបានស្រេចតែមែក1មែក2មែក3ហើយនៅលើអាលើមែក1មែក2មែក3ហ្នឹងនៅមានមែកច្រើនដល់ទៀតអញ្ចឹងគុណសម្បត្តិដែលបានពីកាត់វិជ្ជាការហ្នឹងទៅវិជ្ជាការទៅផ្ទាល់អញ្ចឹងវាបានអញ្ចឹងតែបើគេទិញមកពីសៀមនេះសៀមគេកាត់ពីកន្លែងចងមកតន្ត្រឹមមកដល់ផាប់កន្លែង2ទឹកកន្លះឬក៏3ទឹកអាហ្នឹងសៀម1លានភាគរយមកមិនមានយកមកលាបថារបស់ខ្មែរហើយគេជឿថាខ្មែរសម័យនេះសម័យអ៊ីនធឺណិតណាក៏គេដឹងដែរយើងកុំយកភាពចង់មានចង់បានរបស់យើងហើយយកមកដែលបំពេញការឈឺចាប់របស់ពលរដ្ឋទូទាំងស្រុកទូទាំងប្រទេសយើងអត់សូវល្អទេនេះសូមសរសើរបងវិរៈកងទ័ពនេះវិរៈកងទ័ពផ្ទាល់ហ្មងគាត់ទេមកពីម្សិលគាត់ទិញយកទៅដាំតាមខាងផ្ទះគាត់កងទ័ពតែគាត់តស៊ូជាមួយសត្រូវយ៉ាងស្វិតស្វាញហើយយើងអ្នករស់ស៊ីដើម្បីដល់ភាពមានបានយើងទៅយករបស់គេយកមកលក់របស់សត្រូវមកលក់ហើយបន្ថែមបញ្ជាន់មកថាទៀតយករបស់សត្រូវមកប្រាប់ថារបស់ខ្មែរទៀតអាហ្នឹងភាគបន្តពីទុរេនឆ្លងដែនថាមើលនៅអ្នកបានបងយើងណាភាគបន្តពីទុរេនឆ្លងដែនចាប់ទុរេនឆ្លងដែនចាំយើងគិតគូររឿងកូនឈើឆ្លងដែនម្ដងអ្នកដែលធីមស្អំដែលគេធ្វើស្អំហ្នឹងគឺគេឃើញនៅក្នុងក្រុមគេឈឺក្បាលខ្លាំងណាស់វាហៅថាបំពេញការឈឺចាប់របស់ដែលមនុស្សទូទៅដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនតែបើលក់ស្ងាត់ទៅក៏អាបោះសៀមហ្នឹងប្រាប់ថារបស់ខ្មែរហើយវាមើលដូចអ្នកស្រុកអ្នកស្រែហ្នឹងវាកបៃសុទ្ធទេណាសម័យនេះមានណាកបៃទេគេដឹងរឿងគ្រប់តែគ្នានេះអ្នកខ្ញុំរៀបចំផ្ញើជូនទៅគាត់ព្រឹកនេះ